ចាអញ្ចឹងគឺថាថ្ងៃហ្នឹងដែរគឺយើងនាំគ្នាទៅដើរលេងនៅតកៅអញ្ចឹងនៅទាំងអស់គ្នាចាមុននឹងចេញដំណើរទៅថតមួយបងប្អូនសិនតែផ្លូវនេះស្រួលជិះដល់ហើយនៅទាំងអស់គ្នាឥឡូវហ្នឹងគឺយើងចាប់ផ្ដើមចេញដំណើរទៅដាក់ពី trip ទៅតែម្ដងចាមុនដំបូងហ្នឹងគឺយើងធ្វើដំណើរចេញពីផ្លូវទៅអ្នកទាំងអស់គ្នាផ្លូវតាមច្រកនៅក្នុងភូមិខ្ញុំហ្នឹងអ្នកទាំងអស់គ្នាឥឡូវហ្នឹងគឺយើងកាត់មកដល់ផ្លូវថ្នល់ជីរ៉ីចាឥឡូវហ្នឹងគឺយើងចាប់ផ្ដើមធ្វើដំណើរពីថ្នល់ជាផ្លូវ51យើងចេញដំណើរទៅគឺទៅឡាន2ណាទាំងអស់គ្នាឡានពណ៌អសនៅក្រោយមួយទៀតហើយនេះឡាននៅមុខហ្នឹងឡានធំណាទាំងអស់គ្នាអញ្ចឹងគឺយើងធ្វើដំណើរទៅហ្នឹងគឺយើងធ្វើដំណើររៀងយូរដែរទាំងអស់គ្នាចេញទៅម៉ោងរៀង6ជាងខ្ញុំទៅដល់ប្រហែលជាម៉ោង9ជាងអ្នកខ្ញុំ9:10អីហ្នឹងណាហើយទៅគឺវីដេអូនេះខ្ញុំមកchia sẻដល់បងប្អូនពូមីងទាំងអស់គ្នាមែនតើគឺខ្ញុំធ្វើកាត់ទេហើយឥឡូវហ្នឹងគឺយើងមកថតបងស្រីតែម្ដងចាព្រោះថាឡាននៅក្រោយហ្នឹងគឺចៀតមែនតើហ្មងអ្នកទាំងអស់គ្នារកកន្លែងឈៀតចង់បានទេខ្ញុំម្នាក់អង្គុយឡើងទ្វារហ្នឹងអ្នកគ្នាតែខ្ញុំឆ្លៀតថតវីដេអូឲ្យពុកម៉ែបងប្អូនមើលព្រោះថាខ្ញុំអត់ថតក៏អត់កោរទេចាច់ម្លែកពីកន្លែងនេះខ្ញុំទៅលេងហ្នឹងអ្នកទាំងអស់គ្នានិយាយទៅកន្លែងនេះខ្ញុំទៅលេងហ្នឹងគឺស្អាតមែនតើអ្នកទាំងអស់គ្នាគឺមានព្រះរាប់ពាន់ខ្លាំងមែនតើហ្មងចាគឺថាឥឡូវហ្នឹងគឺយើងធ្វើដំណើរដល់ស្ពានណាគឺខ្ញុំអត់ស្គាល់ទេអ្នកទាំងអស់គ្នាឥឡូវហ្នឹងគឺយើងចាប់ផ្ដើមមកដល់ហើយភ្នំអ្នកទាំងអស់គ្នាប៉ុន្តែគឺជើងខ្លាំងៗហ្នឹងជើងប្អូនខ្ញុំឯណាទាំងអស់គ្នាដោយសារគាត់គេញឥឡូវហ្នឹងគឺយើងចាប់ផ្ដើមចេញដំណើរទៅហើយគឺលក្ខណៈថាដល់ភ្នំអញ្ចឹងអ្នកគ្នាថតទេសភាពចែករំលែកពីព្រៃភ្នំនៅទីខេត្តកៅគេអញ្ចឹងអ្នកទាំងអស់គ្នាចាបើថាផ្លូវវិញជិះទៅអ្នកគ្នាទៅជាក់រហូតហ្មងខ្ញុំកាត់វីដេអូទៅអ្នកគ្នាវីដេអូហ្នឹងគឺខ្ញុំកាត់ទៅខ្ញុំនិយាយប្រាប់បងប្អូនឥឡូវកាត់មកដល់វាស្រែហើយទៅគឺអូអ្នកនេះទៅសភាពអ្នកគ្នាមើលនៅក្នុងទូរស័ព្ទហ្នឹងអត់សូវស្អាតទេប៉ុន្តែអ្នកគ្នាមើលនៅខាងក្រៅគឺអូញាក់សាច់និយាយទៅគួរចង់គួយគុណហ្មងតែបើថាដើមឆ្នោតវិញគឺស្កេតពេញស្រែចាឥឡូវហ្នឹងគឺថាភ្នំគឺមានកន្លែងភ្នំហ្នឹងគឺមានច្រើនខ្លាំងមែនតើអ្នកគ្នាវាស្រែអ្នកគ្នាខ្ញុំទៅចិត្តវាស្រែមែនតើតំបន់ដែលខ្ញុំនៅទីហងហ្នឹងក៏ខ្ញុំមានវាស្រែដែរមិនខ្ញុំនៅទីក្រុងអីទេចាគឺថាចាឥឡូវហ្នឹងគឺថាការបញ្ចូលដល់ខ្ញុំគេញ៉ាទាំងអស់គ្នាមានអ្នកដូចថតទៀតណាមិនអ្នកដូចថតទេអ្នកគ្នាខ្ញុំប្រើបងស្រីខ្ញុំឲ្យថតហ្នឹងណាខ្ញុំគេញ៉ាអ្នកគ្នាឥឡូវឃើញខ្ញុំប្រាស់អ្នកគ្នាខ្ញុំប្រាប់គាត់ថាខ្ញុំងើបបានអត់តាំងប៉ិតខ្ញុំធ្វើគេទេវីដេអូកន្លែងហ្នឹងចាឥឡូវហ្នឹងគឺថាកាត់មកដល់ច្រកចូលแล้วអ្នកនរគ្នានិយាយទៅគឺថាអូយគឺវាគ្រប់ឧបសគ្គតែម្ដងចាបើថាខ្ញុំអ្នកនរគ្នាជិះតាមផ្លូវធំពីចង់ពលហ្មងអ្នកនរគ្នាហើយតាមផ្លូវហ្នឹងមានបងក៏លុបផ្កាលុបអញ្ចឹងតែគឺខ្ញុំបានទិញមិនអីទេឥឡូវហ្នឹងកាត់មកដល់វីដេអូផ្លូវច្រកចូលអ្នកនរគ្នាហើយទៅគឺថាទេសភាពឲ្យអួយតែម្ដងចាអ្នកនរគ្នាអាចច្រកតាមផ្លូវជើងភ្នំហ្នឹងណាទេសភាពត្រជាក់ភ្នែកមែនតើអ្នកនរគ្នាទៅមិនដល់វីដេអូខ្ញុំថតនៅវាលស្រែនេះក៏គាត់ថាត្រជាក់ជាងនៅវាលស្រែតែឥឡូវសុំលើកស្បែក2សិនតែទៅគឺថា style នេះគឺអត់ចោលទេនិយាយទៅគឺថាជិះឡានហើយបងញ៉ៃណាឆ្លៀតងើបមកថតដល់អ្នកគ្នាទីសំខាន់ពាក់មួកលក្ខណៈថាឡើងស្ទៀវអានេះឡានគេឈប់ឲ្យញ៉ាំទៅយើងដល់អញ្ចឹងហើយអ្នកគ្នាឥឡូវហ្នឹងគឺយើងចាប់ផ្ដើមចាធ្វើដំណើរទៅដល់ជិតដល់អ្នកគ្នាមិនមែនទៅដល់ជិតហ្មងតែក្រាត់ហាត់បាល់ហើយអញ្ចឹងគឺយើងថាធ្វើដំណើរដៃពីរទៀតហើយអ្នកគ្នានិយាយទៅកុំប្រកាន់អីចាវីដេអូនេះខ្ញុំមានអចេតនាទៅអ្នកគ្នាឥឡូវគឺយើងចាប់ផ្ដើមកាត់ឡើងលើភ្នំអ្នកគ្នាឥឡូវចាប់ផ្ដើមធ្វើដំណើរអ្នកទាំងអស់គ្នាបថារឿងញ៉ាំមួយហ្នឹងគឺខ្ញុំញ៉ាំរហូតអ្នកគ្នាប្រញាប់នំកញ្ចប់នៅលើដៃចាឥឡូវនេះគឺថាយើងមកថតមកនិយាយអញ្ចឹងអ្នកគ្នានិយាយទៅគឺសួរចំណារអារម្មណ៍យើងថាហត់អត់អ្នកគ្នានិយាយទៅគឺថាហត់ដែរហ្នឹងអញ្ចឹងគឺថាយើងដើរយូរទៅគឺយើងតែមិនថាមកមុខខ្ញុំឯណាគ្នាមុខខ្ញុំមួយខាងដៃនឹងញាត់នំចូលក្នុងមាត់ហូតតែគ្នាមើលតែអ្នកក្រោយដឹងហើយណាគ្នាអ្នកក្រោយនេះគឺបងខ្ញុំគឺគាត់ក៏ញ៉ាំអីដែរតែថាឃើញឈរស្គមហ្នឹងហើយក៏ខ្ញុំសួរគឺកងខ្ញុំសួរយាយណាគ្នាសួរយាយគាត់ទៅជន់មែនអញ្ចឹងហើយណាលោកសារបៀបថាឃើញណាចដាដែរណាគ្នាឥឡូវធ្វើដំណើរទៅទៀតហើយណាគ្នាឥឡូវគឺថាពូពៀគ្រប់ឧបសគ្គឡើងមកដល់ខាងដើរហើយដែរគ្នាយើយទៅគឺថាខ្យល់ណាគ្នាបក់សក់ខ្ញុំនឹងចង់ប៉ាចាណាគ្នាមកឆ្ងល់ទេទៅគឺខ្ញុំថតកាមេរ៉ាស៊ីនមុខស៊ីនចាគឺនៅតែក្រន់ដែរហ្នឹងគឺយើងដល់ណាគ្នាមើលសក់ខ្ញុំមកដល់ឥឡូវហ្នឹងគឺខ្ញុំថតពីលើណាគ្នាមួយទៅគឺព្រះរាប់ពាន់មកគ្នារាប់ពាន់ណាទៅគឺទេសភាពស្អាតយកតែមិនតែម្ដងណាគ្នាតែក៏គ្នាមើលពីក្រោមមើលពីលើទៅក្រោមគ្នាឃើញដឹងថាខ្ពស់ដៃកន្ទុយផ្នែកមែនទេណាចាអញ្ចឹងគឺថាវីដេអូនេះមានប៉ុណ្ណឹងទេជម្រាបលាបងប្អូនគ្នា